សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូភាគ2បន្តពីភាគ1ដែលយើងបានធ្វើដំណើរចេញពីប្រាសាទបាណន់ឆ្ពោះទៅកាន់ភ្នំសំពៅឥឡូវយើងបានមកដល់ភ្នំសំពៅហើយយើងចាប់ផ្ដើមរៀបចំឡើងតាមបញ្ជាក់កន្លែងហ្នឹងខ្ញុំអត់បានឡើងទៅភ្នំសំពៅទេដោយសារតែខ្ញុំធ្លាប់មកម្ដងហើយក៏បានឡើងហើយដែរអញ្ចឹងលើកនេះខ្ញុំសុំដើរមើលតាមជុំវិញភ្នំសំពៅដើម្បីអង្គុយហើយក៏រងចាំមើលបជាវចេញផងដែរដោយសារតែនៅម្ដុំហ្នឹងគាត់ប្រាប់ថាបជាវចេញនៅម៉ោង 5:40 គាត់ចង់ត្រឹមតែវាដល់ពេលវេលាដែលបជាវត្រូវចេញយើងដើរមើលជុំវិញហ្នឹងសិនទៅដោយសារតែខ្ញុំមកលោកមុនហ្នឹងខ្ញុំអត់បានដើរមើលសពគ្រប់ទេព្រោះពេលហ្នឹងយើងមកគឺយើងផ្ដោតទៅការឡើងទៅលើភ្នំសំពៅហ្នឹងតែប៉ុណ្្នឹងឯងឃើញថាមនុស្សមកច្រើនដោយសារតែណាមួយវាបនកឋិនចឹងហើយភាគច្រើនមនុស្សចាស់គាត់មកពីបនទានគាត់ឆ្លៀតចូលលេងភ្នំសំពៅហើយក៏មានការរងចាំអង្គុយមើលបជាវដូចគ្នាមិនថាភៀវជាតិឬភៀវអន្តរជាតិឡើយហើយឥឡូវហ្នឹងវាក៏ជិតដល់ពេលវេលាដែរបជាវហ្នឹងត្រូវចេញផងដែរតែឃើញថាបជាវហ្នឹងវាចេញមកច្រើននឹងថាកន្លះម៉ោងអីក៏អត់ទាន់អស់ដែរដល់ពេលដែលបជាវចេញហើយគឺថាម្នាក់កាន់ទូរស័ព្ទគ្រប់ដៃគឺដើម្បីថតបជាវហ្នឹងព្រោះគម្រោងមកហ្នឹងគឺមកមើលបជាវចេញពីរោងភ្នំហ្នឹងឯងចំពោះកន្លែងបជាវចេញហ្នឹងខ្ញុំមិនបានថតវែងទេគឺខ្ញុំថតកាត់ព្រោះត្រឹមតែបជាវចេញអស់វាយូរដែរអញ្ចឹងហើយដល់មួយពេលហ្នឹងខ្ញុំរៀងប្រញាប់ដែរអញ្ចឹងថតបានតែប៉ុណ្ណឹងមើលសិនទៅបើសិនជាការនិយាយខុសឆ្គងអីសូមអភ័យទោសផង